ในยุบดอตระเจกมวยខ្យល់បោកបោកកាត់តាមដើមឈើធំៗនៅក្បែរមន្ទីរពេទ្យចាស់មួយសុផតដែលជាយុវជនម្នាក់មានចរិតស្លូតបូតប៉ុន្តែជាមនុស្សដែលខ្លាចខ្មោចបំផុតបានសម្រេចចិត្តមកធ្វើការជាអ្នកយាមសាកសពនៅទីនេះដើម្បីរកប្រាក់ជួយគ្រួសារគាត់ដល់សម្ដៅទៅកាន់បន្ទប់ដាក់សាកសពទាំងញ័រទៅត្រើតអូយហេតុអ្វីក៏ត្រជាក់ម្លេះបើមិនមែនដោយសារតែជំពាក់លួយគេទេខ្ញុំប្រកាសជាមិនមកធ្វើការនៅកន្លែងដែលគួរឲ្យខ្លាចបែបនេះឡើយសង្ឃឹមថាគ្មានរឿងអ្វីកើតឡើងចោះយប់នេះសុផតអង្គុយនៅតុយាមរបស់គាត់ភ្នែកសម្លឹងមើលទៅច្រកភ្លើងដ៏ងងឹតភ្លើងអំពូលនៅក្នុងច្រកភ្លើងចាប់ផ្ដើមឆេះញាក់ញាក់ធ្វើឲ្យបេះដូងរបស់គាត់លោតញាប់ខ្លាំងឡើងសំឡេងខ្យល់បក់កាត់បង្អួចដែកបន្លឺឡើងដូចជាសំឡេងស្រែកយំរបស់មនុស្សស្រីគាត់ព្យាយាមដកដង្ហើមវែងៗដើម្បីកាត់បន្ថយភាពភ័យខ្លាចប៉ុន្តែរាល់ពេលដែលគាត់បិទភ្នែកគាត់តែងតែឃើញរូបភាពស្មៅខ្មៅៗនៅជុំវិញខ្លួនសំឡេងទឹកធ្លាក់តុកៗពីក្បាលរ៉ូប៊ីណេក្នុងបន្ទប់ទឹកកាន់តែធ្វើឲ្យបរិយាកាសស្ងប់ស្ងាត់នេះប្រែជាគួរឲ្យរន្ធត់ខ្លាំងឡើងគាត់ចាប់ផ្ដើមសួរថរក្នុងចិត្តយ៉ាងញាប់ស្មេប៉ុន្តែហាក់ដូចជាមិនបានជួយឲ្យគាត់មានអារម្មណ៍ធូរស្រាលឡើយសុផតក្តាប់ពាវក្នុងដៃយ៉ាងណែនហាក់ដូចជាវាជាអាវុធតែមួយគត់ដែលអាចការពារគាត់ពីអ្វីដែលមើលមិនឃើញស្រាប់តែមានសំឡេងលាន់លឺចេញពីក្នុងបន្ទប់ក្លាសេផាំងវាដូចជាមានអ្វីមួយធ្លាក់ចុះមកដីសុផតភ្ញាក់ព្រាតខ្លួនប្រាណរបស់គាត់ឡើងរឹងដូចថ្មអ្នកណាគេហ្នឹងលោកពូសុំមែនទេកុំលេងសើចអីណាខ្ញុំខ្លាចណាស់គ្មានសំឡេងឆ្លើយតបឡើយមានតែភាពស្ងប់ស្ងាត់ដែលគួរឲ្យខ្លាចសុផតបង្ខំចិត្តងើបឈរដៃមួយខាងកាន់ពិលដៃមួយខាងទៀតកាន់ខ្សែអាត់សំឡេងគាត់ដាវយឺតសម្ដៅទៅរកទ្វារបន្ទប់ក្លាសេនៅពេលដែលគាត់រុញទ្វារបើកស្រាប់តែមានខ្យល់ត្រជាក់ស្រិបបុកមកប៉ះមុខរបស់គាត់ពិលរបស់គាត់បានបញ្ចាំងទៅលើគ្រែរុញសាកសពមួយដែលកំពុងតែរំកើដោយខ្លួនឯងយឺតភ្នែករបស់សុផតបើកធំគាត់ចង់ស្រែកតែស្រែកមិនចាញ់គាត់ឃើញមានក្រណាត់សគ្រប់ពីលើអ្វីមួយដែលដូចជារូបរាងមនុស្សលើគ្រែនោះបែកដងរបស់គាត់ស្ទើរតែលោតចេញមកក្រោយខណៈដែលគ្រែនោះរំកើមកជុតគាត់ទៅគាត់ដកថយក្រោយរហូតដល់ទៅនឹងចិញ្ចាំងញើសហូរស្រោចខ្លួនទោះបីជាក្នុងបន្ទប់នោះត្រជាក់ខ្លាំងក៏ដោយគាត់ព្យាយាមបិទភ្នែកហើយគិតថាវាគ្រាន់តែជាការយល់សប្តិប៉ុន្តែសំឡេងកងគ្រែដែលរុញលើក្ររោបានបញ្ជាក់ថាវាជាការពិតក្នុងខណៈពេលដែលគាត់កំពុងតែភ័យស្លន់ស្លោសំឡេងជើងមនុស្សដើរមកពីក្រោយសុផតលូតកញ្ចាក់ហើយត្រៀមនឹងរត់ប៉ុន្តែបែរជាឃើញលោកពូសុំដែលជាអ្នកយាមចាស់នៅទីនេះអូយលោកពូសុំលោកពូធ្វើឲ្យខ្ញុំសឹងតែគៀងបេះដូងស្លាប់ទៅហើយតើលោកពូទៅណាមកចុះហេតុអ្វីបានជាគ្រែនេះរំកិលខ្លួនឯងកុំបារម្ភឯក្មួយប្រុសគ្រែនេះវ័យចាស់ហើយកម្រាលអ៊ីតនៅទីនេះវាមិនស្មើគ្នាទេទើបវាជួនការរំកិលបែបនេះឯងក្មួយឯងថ្មីថ្មងប្រហែលជាមិនទាន់សុំនឹងកន្លែងនេះលោកពូសុំសោយតិចរត់ដើរទៅរុនគ្រែនោះទៅកន្លែងដើមវិញប៉ុន្តែសុផតនៅតែមានអារម្មណ៍ថាមិនស្រួលគាត់សង្កេតឃើញថាភ្នែករបស់លោកពូសុំហាក់ដូចជាមើលទៅរឹងកំព្រឹសមិនសូវមានជីវិតជីវ៉ាឡើយលោកពូសុំបានប្រាប់ឲ្យសុផតទៅសម្រាប់បន្តិចចុះចាំគាត់និយាយម្ដងសុផតក៏ដើរត្រឡប់ទៅតុវិញប៉ុន្តែក្នុងចិត្តនៅតែឆ្ងល់ព្រោះគាត់ចាំបានថាលោកពូសុំបានសុំច្បាប់ទៅស្រុកបាត់ហើយតាំងពីល្ងាចមិញភាពងឿងឆ្ងល់បានប្រែជាភាពភ័យខ្លាចជាថ្មីម្ដងទៀតនៅពេលដែលគាត់នឹកឃើញរឿងនេះគាត់ងាកក្រោយមើលលោកពូសុំប៉ុន្តែបែរជាឃើញតែភាពទទេសាបសុភ័ក្រចាប់ដាំញ័រខ្លួនកាន់តែខ្លាំងគាត់បានសម្រេចចិត្តឆែកមើលបញ្ជីឈ្មោះអ្នកស្លាប់ដែលទើបនឹងចូលមកថ្ងៃនេះភ្នែករបស់គាត់សឹងតែលួចចេញពីកញ្ចក់ភ្នែកនៅពេលដែលគាត់ឃើញឈ្មោះចុងក្រោយគេក្នុងបញ្ជីមិនពិតទេនេះជាឈ្មោះលោកពូសុំតាគាត់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចមិញនេះភ្លាមនោះភ្លើងទាំងអស់ក្នុងអគារបានរលត់ងងឹតសួនឈឹងសំឡេងសើចតិចរបស់មនុស្សស្រីបន្លឺឡើងចេញពីជ្រុកងងឹតនៃបន្ទប់សុភ័ក្រប្រឹងបើកពិលប៉ុន្តែវាបែរជាមិនភ្លឺឡើយគាត់មានអារម្មណ៍ថាមានឯកត្រជាក់ស្រឹបមកប៉ះនឹងកញ្ជើងករបស់គាត់ជួយខ្ញុំផងខ្ញុំត្រជាក់ណាស់ជួយបើកទ្វារឲ្យខ្ញុំផងសំឡេងនោះខ្សឹបនៅក្បែរត្រចៀករបស់គាត់ធ្វើឲ្យសុភ័ក្រព្រឺរំពេញខ្លួនគាត់ប្រឹងរត់សម្ដៅទៅរកទ្វារចេញប៉ុន្តែទ្វារហាក់ដូចជាត្រូវគេចាក់សោពីខាងក្រៅគាត់គោះទ្វារយ៉ាងខ្លាំងហើយស្រែកហៅឲ្យគេជួយប៉ុន្តែគ្មានអ្នកណាមកឡើយនៅក្នុងភាពងងឹតគាត់ឃើញរូបរាងមនុស្សស្រីម្នាក់ស្លៀកពាក់ឈុតសសក់វែងអាឡ័យបិទបាំងមុខមករកគាត់យឺតនិងលោកដៃដែលពោពេញដោយឈាមមករកគាត់សុភ័ក្រដួលសន្លប់បាត់ស្មារតីនៅនឹងកន្លែងដោយសារតែភាពភ័យខ្លាចហួសប្រមាណនៅពេលដែលសុភ័ក្រដឹងខ្លួនឡើងវិញគាត់ឃើញខ្លួនឯងស្ថិតនៅក្នុងបន្ទប់ក្លាសេសាកសពអ្វីដែលគួរឲ្យរន្ធត់បន្ថត់នោះគឺគាត់កំពុងតែដេកនៅលើគ្រែរុញសាកសពហើយត្រូវបានគេគ្រប់ដោយក្រណាត់សជួយខ្ញុំផងខ្ញុំមិនទាន់ស្លាប់ទេគាត់ប្រឹងរើបំរាស់ប៉ុន្តែដៃជើងរបស់គាត់ត្រូវបានគេចងជាប់គាត់ឃើញលោកពូស៊ុំឈរនៅក្បែរគ្រែរបស់គាត់ដោយមានទឹកមុខស្រទន់ខុសពីមុនកុំខ្លាចអីក្មួយទីនេះមិនអាក្រក់ដូចដែលក្មួយគិតឡើយយើងគ្រាន់តែត្រូវការមិត្តភក្តិដើម្បីនៅជាមួយតែប៉ុណ្ណោះក្មួយនេះមានអារម្មណ៍ភ័យខ្លាចទៀតហើយនៅពេលដែលក្មួយខ្លាចជាចំណែកមួយនៃពួកយើងសុភ័ក្រយំអង្វរកសុំជីវិត
ប៉ុន្តែលោកពូសុំក្រន់តែញញឹមហើយចាប់ដាមរុនក្រេរបស់គាត់ចូលទៅក្នុងថតក្លាសេសំឡេងក៏គិតនៃដែកដែលរុនចូលទៅក្នុងប្រអប់ទឹកកកបន្លឺឡើងយ៉ាងរន្ធត់សុភ័ក្រមានអារម្មណ៍ថាភាពត្រជាក់ចាប់ដាមជ្រាបចូលក្នុងឆ្អឹងរបស់គាត់មើលឃើញពន្លឺចុងក្រោយដែលបាត់ទៅវិញនៅពេលដែលទ្វារថតក្លាសេត្រូវបានបិទជិតភាពងងឹតនិងភាពត្រជាក់បានគ្រប់ដណ្ដប់លើរូបរាងរបស់គាត់ព្យាយាមស្រែកប៉ុន្តែគ្មានសំឡេងចេញមកក្រោយឡើយព្រឹកឡើងអ្នកយាមវ៉ែនថ្មីបានមកដល់ហើយបានឃើញតុយាមទទេស្អាតពួកគេបានដើរឆែកមើលជុំវិញមន្ទីរពេទ្យរហូតដល់ទៅដល់បន្ទប់សាកសពនៅពេលដែលពួកគេបើកថតក្លាសេសាកសពលេខ404ពួកគេបានឃើញសាកសពរបស់ស៊ូផតដែលមានទឹកមុខភ័យខ្លាចជាខ្លាំងបើទោះបីជាគាត់បានស្លាប់ទៅហើយក៏ដោយចម្លែកណាស់គាត់ទើបតែមើលធ្វើការយប់មិញតើហេតុអ្វីក៏គាត់ស្លាប់លឿនម្ល៉េះហើយមើលចុះទឹកមុខគាត់ដូចជាបានឃើញអ្វីដែលរន្ធត់ខ្លាំងណាស់គ្រូពេទ្យក៏សោវិច័យដល់សន្និដ្ឋានថាគាត់ស្លាប់ដោយសារគាំងបេះដូងប៉ុន្តែអ្វីដែលចម្លែកបំផុតនោះគឺនៅក្នុងដៃរបស់ស៊ូផតមានកាន់កាក់បុរាណមួយដែលគេតែងតែដាក់ក្នុងមាត់សាកសពតាមជំនឿបុរាណចាប់តាំងពីពេលនោះមកអ្នកភូមិតែងតែឮសំឡេងស្រែកហៅឲ្យគេជួយចេញពីក្នុងបន្ទប់សាកសពនោះនៅរៀងរាល់យប់អ្នកខ្លះនិយាយថាពួកគេឃើញស៊ូផតនិងលោកពូស៊ុំដើរយាមជាមួយគ្នានៅក្នុងច្រកភ្លើងមន្ទីរពេទ្យនាពេលយប់ដ៏ស្ងាត់ជ្រងំរឿងរ៉ាវរបស់អ្នកយាមសាកសពដែលខ្លាចខ្មោចបានក្លាយជាវីរកថាមួយដែលធ្វើឲ្យអ្នកគ្រប់គ្នាព្រឺក្បាលរាល់ពេលដែលដើរកាត់មន្ទីរពេទ្យចាស់នោះតើអ្នកហ៊ានយាមសាកសពនៅទីនោះដែរឬទេ